ហកយកទៅហើយត្រូវចាំផងណាត្រូវលាបគ្រប់ពេលគ្រប់វេលាដែលនៅជាមួយនឹងប្រុសនោះទើបវាធ្វើឲ្យប្រុសនោះងប់ងល់នឹងឯងងើបបុកមិនរួចចាវាមិនងាយស្រួលទេណាកាលដែលឯងទៅឆក់ដណ្ដើមប្តីគេយកមកនោះប៉ុន្តែដន្លប់ស្នេហ៍នេះណាវាអាចជួយឯងបានចាខ្ញុំដឹងថាបងនេះមានជំនាញបងហ្នឹងក៏ដឹងដែរថានាងឯងនេះវាមាននិស្ស័យណាស់អាខាងដណ្ដើមប្តីគេនឹងកែមិនឡើងទេបងឯងជេរខ្ញុំឬក៏សរសើរទោះជេរឬក៏សរសើរក៏បងនៅតែជួយនាងឯងដែរបានហើយកុំជេរខ្ញុំណែតើមានស្រីណាដែលមិនចង់បានប្តីជាអ្នកមាននោះណែបើខ្ញុំនេះបានស្ដុកស្ដំក៏វាហោហៀដល់បងឯងដែរបងដឹងថាអូននេះធ្វើល្អចំពោះបងខ្លាំងណាស់ចានេះគឺនំអាកាដែលអូនខិតខំសម្រាំងធ្វើសម្រាប់បងវាឡើងពេញខ្ទិះតាំងពីយប់មិចម្ល៉េះអូននឹកបងខ្លាំងណាស់បានអាចតែភ្លឺឆាប់នេះដល់ម្លឹងផងហ៎ចាបងដឹងទេអូននេះស្រឡាញ់បងណាស់ដីក៏មិនដួបក់ក៏មិនលះហើយឡើងស្គមប្រានអស់ទៅហើយមិនភ្លេចពេលណាក៏ឃើញតែបងដែរបងភាសានំអាកាបន្តិចទៅណាបងមិនចង់ទទួលទាននំអាកានេះទេហេតុអីបងចង់ទទួលទានអត់ទេមានរឿងអីទៀតហើយម្ចាស់ជីវិតថ្លាមថ្លៃសប្តាហ៍នេះអ្នកស្រស់អ្នកភូមិនាំគ្នាលេបខាយពេកជ្រាយថាអូននេះលួចសាហាយស្មន់ជាមួយនឹងប្តីគេនឹងក៏ព្រោះតែអូនជាស្រីមេម៉ាយទើបត្រូវចំណាយមាត់គេអញ្ចឹងអូនខ្មាស់គេណាអូនចង់តែស្លាប់ទេអញ្ចឹងឲ្យបងធ្វើយ៉ាងម៉េចទៅព្រលឹងបងគឺបងត្រូវនាំអូនទៅនៅលើផ្ទះជាមួយដើម្បីឲ្យអ្នកស្រុកគេដឹងថាអូននេះក៏ជាប្រពន្ធពេញមុខរបស់បងម្នាក់ដែរទោះជាមានឈ្មោះថាជាចំទានក៏ដោយមិនគួរឲ្យស្រឡាញ់សះបុប្ផាដល់ផ្កាបែបនេះនោះយើងជាស្ត្រីធ្វើកិច្ចការងារអ្វីត្រូវចេះសម្រិតសម្រាំងណាចាលោកស្រីតែដល់ការមិនស្អាតអញ្ចឹងវាទៅវែងចោលការខ្ជះខ្ជាយបែបនេះវាមិនល្អទេហើយការនិយាយស្ដីក៏អញ្ចឹងដែរកុំស្រែកចំទានលឺដល់ផ្ទះ3ផ្ទះ4ចាលោកស្រីបុកហាលឺហើយអ្នកម៉ែបាននិយាយលឺអញ្ចឹងគេហៅថាអីតាចាអ្នកនាងតូចគេហៅថាស្រីខាលាក់ហ្នឹងណានាងតនសាយនាងដួងច័ន្ទដឹមដួចដាច់ខ្ញុំទៅតែនិយាយមិញហើយចុះឥឡូវចាសេដ្ឋីនិយាយស្ដីកុំឲ្យលឺដល់ផ្ទះ3ផ្ទះ4អូយផ្ទះខំដល់ហើយលោកអើយមិនអាចឃើញទេស្អាតដល់ហើយមកឡើងទៅអ៊ំម៉ាក់លោកអើយមិនអាចឃើញសោះហើយទេអូយតែឡើងលឿនទេអញលឿនមើលមែនហើយណែហើយលោកម្ចាស់បានស្រីមកពីណាហ្នឹងបើអញសួរខ្ញុំមិនដឹងបើបងចង់ដឹងឡើងសួរលោកម្ចាស់ខ្លួនឯងទៅព្រោះតែអញមិនដឹងមកអញសួរហ្នឹងដាក់ចេះកូនដាក់ចេះទៅវាស្អាតណាធ្វើទៅលោកសេដ្ឋីនេះមិនដឹងលោកសេដ្ឋីនាំអ្នកណាគេមកអញ្ចឹងណែពួកឯងទាំងអស់គ្នាយកផ្កាយកទៅទុកទៅណាចាលោកសេដ្ឋីយកទៅអញ្ចឹងយើងស្អីក៏ខំលឺតែ3ទៅ4ទុកអីវ៉ាន់ខាងក្នុងទៅបាទធំណាស់លោកអើយស្អាតណាស់លោកអើយកលៃនេះគឺជាអូនកេសីដែលជាប្រពន្ធរបស់បងណាចាខ្ញុំមីកលៃសូមជម្រាបសួរអ្នកបងសេដ្ឋីនេះចាជម្រាបសួរអ្នកមីងហើយនេះជាអូនកលៃបងបានជា
ជ្រុលជាមួយនាងណាប្រហែលជា អូយច្រើនដងណាស់អ្នកបងអើយរាប់មិនអស់ទេជួនកាលនៅក្បែរជ្រោះជួនកាលក្បែរបឹងជួនកាលនៅលើផ្ទះខ្ញុំ មែនហើយឥឡូវអូនជួយគិតបងមើលបងជាសេដ្ឋីបើមិនទទួលខុសត្រូវនាំឲ្យញៀតគេសាច់ចំអកណា មែនហើយគ្រប់យ៉ាងទាំងអស់របស់បងគឺវាពិសេសទាំងអស់អញ្ចឹងហើយបានជាកលៃអូននេះឆ្លក់វងវែងមិនស្រឡាញ់ប្រុសណាក្រៅពីក្តុងពីរបងទេ មកនេះចាំទី គេសី ចាបើបងនាំគេមកដល់លើផ្ទះនេះហើយបងចាំបាច់សួរខ្ញុំធ្វើអីទៀត ចាកលៃខ្ញុំបានមកដល់លើផ្ទះនេះហើយថែមទាំងមានកូនពីរនេះទៀតអេនេះទីចាមកណៃអូយ គេសីអូនគិតយ៉ាងម៉េចដែរ មែនអំពើដែលបងបានធ្វើបងគិតថាល្អសម្រាប់បងហើយស្រេចតែបងចុះ ចាកលៃខ្ញុំសូមអរគុណអ្នកបងខ្ញុំធានាថានឹងបំរើបងក្តុងពីរទាំងយប់ទាំងថ្ងៃមិនកាត់ពីការនឿយហត់អីទាំងអស់ នាងតោសាយនៅឆោស្គៀមទុកអញប្រាប់ ហើយមានរឿងអី អត់ដឹងអីមកម្ចាស់មានប្រពន្ធចុង ហ្នឹង ហើយប្រពន្ធចុងថែមទាំងមានកូនពីរទៀតមានកូនពីរផងពីនេះមកតាឯងអរុនរស្មីឯងផងភៀបខ្លួនទៅ នៅបងបផានិយាយអញ្ចឹង ហើយនេះមកផាឯងនោះក៏ប្រងភៀបខ្លួនដែរ បងត្រង់មិនបានទេមានរឿងអីទៀតហើយពេលព្រលឹងក្រែងបំណងរបស់អូនបានសម្រេចហើយតា បានសម្រេចមែនថ្ងៃនេះប៉ុន្តែថ្ងៃក្រោយ ក្លិនខ្លួនអូនទៅជាទឹកអូនណាគ្មានសេងណាប្រដូចបានទេពិតជាធ្វើបងជោគចិត្តណាស់ បងធ្លាប់ប្រើជាមួយស្រីណាស់ខ្លះ បងសុំស្បោះថាបងឆ្លាញ់តអូនកលីម្នាក់គុណ កលៃជឿបងគ្រប់យ៉ាងរបស់អូនគឺអូនប្រកល់ជូនបងគ្មានសារអ្វីទេ ពិតមែនណា ម្ចាស់ដួងចិត្ត